មេរោគអេបូឡាដែលកំពុងតែរីកត្បាតនៅតាមប្រទេសក្នុងតំបន់អាហ្វ្រិកកំពុងតែបង្កក្តីបារម្ភកាន់តែខ្លាំងដល់អ្នកជំនាញខាងផ្នែកសុខាភិបាលនៅទូទាំងពិភពលោកកាលពីថ្ងៃពុធម្សិលមិញរដ្ឋាភិបាលលីបេរីយ៉ាដែលជាប្រទេសកំពុងតែរងគ្រោះខ្លាំងដោយមេរោគអេបូឡានេះបានសម្រេចបិទទ្វារសាលារៀននៅទូទាំងប្រទេសហើយមន្ត្រីរដ្ឋការដែលមិនចាំបាច់មួយចំនួនត្រូវបានដាក់ឲ្យឈប់សម្រាករយៈពេល30ថ្ងៃនៅសេរ៉ាឡេអូនវិញប្រធានាធិបតីទើបនឹងប្រកាសនៅថ្ងៃប្រហ័សនេះដាក់ប្រទេសឲ្យស្ថិតនៅក្នុងភាពអាសន្នដោយសារតែការរាតត្បាតនៃមេរោគអេបូឡាអង្គការគ្រូពេទ្យគ្មានព្រំដែនបានទាញសញ្ញាអាសន្នថាការរាតត្បាតនៃមេរោគអេបូឡានៅក្នុងពេលបច្ចុប្បន្ននេះមានសភាពធ្ងន់ធ្ងរបំផុតដែលគេមិនធ្លាប់ឃើញពីមុនហើយថាវាអាចនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតរហូតដល់គ្រប់គ្រងលេខបានបណ្ដាប្រទេសនៅអឺរ៉ុបនិងអាស៊ីកំពុងតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរដើម្បីត្រៀមទប់ទល់នឹងមេរោគដ៏កាចសាហាវនេះនៅក្នុងនេតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនៅរាត្រីនេះយើងមានបទអន្តរាគមន៍ពីសេឌីណាជុំវិញក្តីបារម្ភរបស់ពិភពលោកជុំវិញការរាតត្បាតនៃមេរោគអេបូឡាជំរាបសួរឌីណាជំរាបសួរភេរីឌីណាក្រុមអ្នកជំនាញខាងផ្នែកសុខាភិបាលមកពីអង្គការគ្រូពេទ្យគ្មានព្រំដែនបានទាញសញ្ញាសន្និដ្ឋានថាការរាតត្បាតនៃមេរោគអេបូឡានៅក្នុងតំបន់អាហ្វ្រិកនៅក្នុងពេលបច្ចុប្បន្ននេះគឺមានសភាពធ្ងន់ធ្ងរមិនធ្លាប់មានពីមុនទេហើយវាអាចនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតរហូតដល់គ្រប់គ្រងលេខបានអញ្ចឹងតើមេរោគអេបូឡានេះចាប់ផ្ដើមរាលដាលចេញពីកន្លែងណាហើយបច្ចុប្បន្ននេះកំពុងតែរាតត្បាតនៅក្នុងប្រទេសណាខ្លះទៅបាទភេរីមេរោគអេបូឡានេះចាប់ផ្ដើមរាលដាលដំបូងកាលពីខែមីនាគឺចេញពីប្រទេសហ្គីណេហើយបន្តមកក៏បានរាលដាលបន្តិចម្ដងទៅកាន់ប្រទេសដែលនៅជិតខាងគឺនៅក្នុងតំបន់អាហ្វ្រិកខាងលិចហើយគិតមកទល់ពេលបច្ចុប្បន្នមានប្រទេសចំនួន3ដែលកំពុងទទួលរងការរាតត្បាតនៃមេរោគអេបូឡាគឺមានប្រទេសហ្គីណេលីបេរីយ៉ានិងសេរ៉ាឡេអូននៅនីហ្សេរីយ៉ាក៏គេរកឃើញមានករណីឆ្លងមេរោគអេបូឡានឹងមួយដែរកន្លងមកហើយអ្នកជំងឺត្រូវស្លាប់ទៅក៏ប៉ុន្តែគេមិនឃើញមានករណីឆ្លងរាលដាលទៅមនុស្សផ្សេងទៀតទេអញ្ចឹងមកទល់បច្ចុប្បន្នហ្នឹងករណីរាតត្បាតហ្នឹងគឺមានតែក្នុង3ប្រទេសខាងលើហ្នឹងទេបើយើងនិយាយពីចំនួនជនរងគ្រោះវិញចាប់តាំងពីការរាតត្បាតនៃមេរោគអេបូឡាហ្នឹងបានចាប់ផ្ទុះឡើងកាលពីខែមីនារហូតមកទល់ពេលបច្ចុប្បន្នហ្នឹងគឺមានមនុស្សសរុបទាំងអស់1201នាក់ដែលបានឆ្លងមេរោគអេបូឡាហើយនៅក្នុងនោះមាន672នាក់ត្រូវស្លាប់មានន័យថាអត្រានៃការឆ្លងហើយស្លាប់ដោយមេរោគអេបូឡានោះគឺមានរហូតដល់ទៅជាង 50% ឯណោះភេរីឌីណាតើមេរោគអេបូឡានេះមានភាពកាចសាហាវត្រឹមកម្រិតណាដែរហើយតើគេមានថ្នាំវ៉ាក់សាំងបង្ការឬក៏មានវិធីព្យាបាលដែរទេបាទមេរោគអេបូឡានឹងត្រូវបានគេរកឃើញដំបូងតាំងពីឆ្នាំ1976នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅក្នុងតំបន់អាហ្វ្រិកក៏ប៉ុន្តែរហូតមកទល់នឹងពេលបច្ចុប្បន្នហ្នឹងគេមិនទាន់រកឃើញវ៉ាក់សាំងដើម្បីបង្ការមេរោគនឹងនៅឡើយទេក៏ប៉ុន្តែគេអាចមានវិធីព្យាបាលបានគឺមិនដូចជាជំងឺអេដស៍ទេគ្រាន់តែថាអត្រានៃការស្លាប់ដោយការឆ្លងមេរោគអេបូឡាហ្នឹងទោះបីទទួលការព្យាបាលក៏ដោយក៏វានៅតែមានកម្រិតខ្ពស់បើតាមអង្គការគ្រូពេទ្យគ្មានព្រំដែនគេថាមេរោគអេបូឡាហ្នឹងគឺជាមេរោគដែលកាចសាហាវបំផុតនៅលើពិភពលោកគឺវាអាចមានអត្រានៃការស្លាប់ខ្ពស់រហូតដល់ទៅ 90% មានន័យថានៅក្នុងចំណោមអ្នកជំងឺដែលឆ្លងមេរោគអេបូឡាចំនួន10នាក់គឺអាចមានដល់ទៅ9នាក់ដែលអាចត្រូវស្លាប់ហើយអត្រានៃការស្លាប់អាចត្រូវកាត់បន្ថយបានច្រើនប្រសិនបើអ្នកជំងឺប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យទាន់ពេលវេលាដើម្បីស្វែងរកការព្យាបាលក៏ប៉ុន្តែបញ្ហាចាំគឺនៅត្រង់ថារោគសញ្ញានៃជំងឺអេបូឡាហ្នឹងគឺពិបាកនឹងកំណត់ច្បាស់លាស់បើតាមអង្គការសុខភាពពិភពលោកអ្នកកើតជំងឺអេបូឡាហ្នឹងអាចមានរោគសញ្ញាស្រដៀងទៅនឹងជំងឺជាច្រើនផ្សេងទៀតដូចជាមានអាការៈគ្រុនក្តៅដូចជាជំងឺគ្រុនចាញ់ឬគ្រុនពោះវៀនឬមានការរាគក្អួតដូចជាជំងឺរាគរូសជាដើមដែលអាចនាំឲ្យអ្នកជំងឺនោះមិនដឹងខ្លួនថាខ្លួនឯងហ្នឹងឆ្លងមេរោគអេបូឡាហើយក៏មិនប្រញាប់ប្រញាល់រួចរាល់ទៅមន្ទីរពេទ្យទាន់ពេលវេលាភេរីអញ្ចឹងតើមេរោគអេបូឡានេះឆ្លងរាលដាលដោយរបៀបណាដែរបើតាមអង្គការសុខភាពពិភពលោកប្រភពដើមនៃមេរោគអេបូឡាដំបូងឡើងគឺចេញពីសត្វជ្រឹងមួយប្រភេទនៅអាហ្វ្រិកហើយចេញពីសត្វជ្រឹងហ្នឹងមេរោគអេបូឡាក៏អាចឆ្លងទៅសត្វផ្សេងទៀតហើយរហូតឆ្លងទៅដល់មនុស្សហើយរាលដាលកាន់តែខ្លាំងគឺតាមរយៈការឆ្លងពីមនុស្សទៅមនុស្សហើយមេរោគអេបូឡាឆ្លងពីមនុស្សទៅមនុស្សគឺតាមរយៈការប៉ះពាល់អ្នកជំងឺដោយផ្ទាល់ឬក៏ប៉ះពាល់កំហាកឈាមឬក៏កំអួតរបស់អ្នកជំងឺក៏ប៉ុន្តែមិនមានការឆ្លងតាមខ្យល់ដង្ហើមទេហើយនេះគឺជាចំណុចសំខាន់ដែលក្រុមអ្នកជំនាញខាងមេរោគអេបូឡាកំពុងតែព្យាយាមផ្សព្វផ្សាយជាពិសេសទៅដល់ប្រជាជននៅក្នុងតំបន់អាហ្វ្រិកខាងលិចដែលកំពុងតែប្រឈមមុខនឹងការរាតត្បាតនៃមេរោគអេបូឡាពីព្រោះគេមើលឃើញថាប្រជាជននៅក្នុងប្រទេសអស់ទាំងហ្នឹងកំពុងតែនាំគ្នាភ័យខ្លាចខ្លាំងជ្រុលដោយគេគិតថាមេរោគអេបូឡាអាចឆ្លងតាមខ្យល់ដង្ហើមគឺដោយគ្រាន់តែនៅក្បែរឬនៅក្នុងបន្ទប់ឬនៅក្នុងអាគារជាមួយនឹងអ្នកជំងឺគឺអាចឆ្លងមេរោគនឹងបានហើយការភ័យខ្លាចជ្រុលហួសហេតុហ្នឹងវានាំឲ្យគេពិបាកក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេបូឡាពីព្រោះថា
អ្នកខ្លះខ្លួនឯងឆ្លងមេរោគអេបូឡាមានអាការៈគ្រុនក្តៅរាគឬក៏ក្អួតជារោគសញ្ញាអេបូឡាក៏ប៉ុន្តែចេះតែអល់ឯកមិនហ៊ានទៅមន្ទីរពេទ្យដោយសារតែខ្លាចឆ្លងមេរោគអេបូឡានឹងពីមន្ទីរពេទ្យមកវិញហើយដោយសារតែមិនទៅមន្ទីរពេទ្យឲ្យគេពិនិត្យក៏មិនដឹងថាខ្លួនឯងមានជំងឺអេបូឡាក៏មិនបានទទួលការព្យាបាលហើយក៏ចេះតែទុកអញ្ចឹងទៅបញ្ហាគឺទុកទៅអាចចម្លងទៅដល់អ្នកដទៃផ្សេងទៀតភារីនេះណាខ្ញុំមានសំណួរមួយទៀតគឺថាតើមេរោគអេបូឡានេះអាចនឹងរាលដាលចេញពីអាហ្វ្រិកទៅកាន់តំបន់ផ្សេងទៀតដែរទេបាទមកទល់នឹងពេលនោះស្ទើរតែគ្រប់អ្នកជំនាញខាងមេរោគអេបូឡាទាំងអស់សុទ្ធតែយល់ថាមេរោគហ្នឹងអាចនឹងរាលដាលឆ្លងទៅដល់តំបន់ផ្សេងទៀតទាំងនៅក្នុងតំបន់អាហ្វ្រិកផ្សេងទៀតទាំងនៅក្នុងតំបន់ផ្សេងទៀតក្រៅពីអាហ្វ្រិកដូចជានៅអឺរ៉ុបឬក៏អាស៊ីជាពិសេសគឺវាអាចឆ្លងតាមរយៈការធ្វើដំណើរតាមយន្តហោះអញ្ចឹងហើយបានជាប្រទេសជាច្រើនទាំងនៅអឺរ៉ុបនិងអាស៊ីកំពុងតែចាប់ផ្ដើមដាក់វិធានការតាមដានមើលអ្នកដំណើរពីតំបន់អាហ្វ្រិកខាងលិចដែលមើលទៅមានរោគសញ្ញាប្រហាក់ប្រហែលនឹងរោគសញ្ញាអេបូឡាដើម្បីធ្វើយ៉ាងម៉េចស្ទាក់ចាប់ករណីអេបូឡាដំបូងនឹងឲ្យបានទាន់ពេលដើម្បីបង្ការកុំឲ្យវាឆ្លងរាលដាលទៅក្នុងប្រទេសរបស់គេហើយអង្គការអាកាសចរស៊ីវិលអន្តរជាតិក៏កំពុងតែជជែកពិភាក្សាជាមួយនឹងអ្នកជំនាញខាងមេរោគអេបូឡានឹងដែរដើម្បីសិក្សាមើលអំពីវិធានការដែលគេអាចអនុវត្តចំពោះក្រុមហ៊ុនអាកាសចរឬក៏នៅតាមពលានយន្តហោះអន្តរជាតិមួយចំនួនដើម្បីបង្ការការរីករាលដាលនៃមេរោគអេបូឡានឹងភារីអរគុណឌីណាសម្រាប់បទអន្តរាគមន៍នៅរាត្រីនេះ